ប្រិយមិត្តជាទីមេត្រីភ្ញៀវទេសចរបរទេសដែលបានមកទស្សនាប្រទេសកម្ពុជានិងស្នាក់នៅក្នុងរាជធានីភ្នំពេញហើយពួកគាត់តែងតែបានមកទស្សនាមជ្ឈមណ្ឌលបល្ល័យពូជសាសន៍ជើងឯកនេះមិនដែលខានទេដែលសារមន្ទីរនេះនៅប៉ែកនិរដីនៃរាជធានីភ្នំពេញចម្ងាយប្រមាណតែ15គីឡូម៉ែត្រក្នុងភូមិរលួសសង្កាត់ជើងឯកខណ្ឌដង្កោរាជធានីភ្នំពេញមជ្ឈមណ្ឌលបល្ល័យពូជសាសន៍ជើងឯកគឺជាទីតាំងប្រវត្តិសាស្ត្រទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិឲ្យចង់មកទស្សនាដោយផ្ទាល់នៅនឹងកន្លែងពិឃាតមនុស្សយ៉ាងព្រៃផ្សៃនៅក្នុងរបបបល្ល័យពូជសាសន៍ប៉ុលពតបើយោងតាមឯកសារនិង Wikipedia នឹងឲ្យដឹងថានៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមតំបន់វាលពិឃាតនេះគឺជាកន្លែងទទួលសម្រាប់មនុស្សដែលត្រូវបញ្ជូនមកពីគុកទោះស្លែងឬហៅថាស21ហើយក៏ជាកន្លែងដែលសម្រេចផែនការសម្រាប់មនុស្សដែលពួកខ្មែរក្រហមចោទថាជាខ្មាំងប្រឆាំងអង្គការបើតាមប្រភពពីប្រជាពលរដ្ឋដែលនៅតំបន់ជើងឯកហើយមានសំណាងបានរួចគេចផុតពីការស្លាប់នៅក្នុងរបបខ្មែរក្រហមហើយដែលបានវិលត្រឡប់មកស្រុកកំណើតវិញគាត់បានឲ្យដឹងថាតំបន់ទីទួលភូមិរលួសក្នុងបរិវេណទីនេះផ្ទាល់គឺជាអតីតកន្លែងបញ្ចុះសពជនជាតិចិននិងមួយភាគជាចំការមានរបស់ភូមិទំហំប្រមាណ2ហិកតាហើយត្រូវបានពួកខ្មែរក្រហមនឹងហុំព័ទ្ធដោយរបងស័ង្កសីនិងបលាលួសកពុះផុតក្បាលនឹងធ្វើជាកន្លែងសម្រាប់ពិឃាតមនុស្សដែលជាអ្នកទោសយកមកពីគុកទោះស្លែងនោះទីពិឃាតមនុស្សនេះស្ថិតនៅជាអាថ៌កំបាំងគឺចាប់ពីឆ្នាំ1975រហូតមកដល់ឆ្នាំ1979ប៉ុន្តែជាញឹកញាប់គេតែងតែលើបទចម្រៀងបដិវត្តចាក់តាមមីក្រូចេញពីកន្លែងទីពិឃាតមនុស្សនេះដើម្បីបន្លប់កុំឲ្យឮសំឡេងស្រែកធ្ងោឈឺចាប់របស់អ្នកទោសដែលគេធ្វើទរណកម្មនិងវាយសម្លាប់ក្រោយថ្ងៃរំដោះ7មករាទីវាលពិឃាតនេះគឺត្រូវបានគេកាយសាកសពចេញពីរណ្ដៅហើយគេបានឃើញមានដំបងគល់ឫស្សីបំពង់ទីបត្បូងចបស្នាមប្រឡាក់ឈាមនិងត្បូងចបដំបងហើយរណ្ដៅកប់សាកសពទាំងនោះខ្លះនឹងស្រត់ខ្លះនឹងក៏ផុលឡើងរណ្ដៅខ្លះនឹងគឺមិនទាន់កប់សពទេសពខ្លះត្រូវបានរំមុខខ្លះនឹងចងស្លាប់សេកដៃស្អុយពេញតែរណ្ដៅជនរងគ្រោះដែលស្លាប់នៅទីនេះភាគច្រើនគឺជាអ្នកចេះដឹងហើយការធ្វើឃាតនេះគឺច្រើនតែឆក់នឹងខ្សែភ្លើងដាក់ថ្នាំពុលវាយនឹងត្បូងចបឬគល់ឫស្សីជាដើមតាមឯកសារបានឲ្យដឹងថាជនរងគ្រោះដែលត្រូវបានគេយកមកសម្លាប់នៅជើងឯកនេះមានចំនួនប្រមាណជិត 20,000 នាក់តាមឯកសាររបស់មជ្ឈមណ្ឌលបល្ល័យពូជសាសន៍ជើងឯកថាការសម្លាប់រង្គាលមនុស្សនៅក្នុងរបបខ្មែរក្រហមគឺជាឋាននរកប្រចាំសតវត្សទី20ឯកសារដដែលនេះថាពីឆ្នាំ1976ដល់ឆ្នាំ1978សាកសពនឹងមានកសិករមន្ត្រីទាហានបញ្ញវន្តអង្គទូតជនបរទេសកុមារនិងស្ត្រីគេបានរកឃើញរណ្ដៅសាកសពរួមមានប្រមាណ129រណ្ដៅដែលគេជីកតាមមាត់ស្រះដែលស្ថិតប្របមាត់បឹងជើងឯកនៅក្នុងឆ្នាំ1980ប៉ុន្តែកាលនោះគឺគេកោះកកាយបានត្រឹមតែ86រណ្ដៅតែប៉ុណ្ណោះដែលមានសាកសពចំនួនប្រមាណ8985ក្នុងនោះដែរគេឃើញមានរណ្ដៅសាកសពកប់រួមធំមានចំនួនមនុស្សស្លាប់រហូតដល់450នាក់ក្រៅពីនោះរណ្ដៅសាកសពសម្រាប់ស្ត្រីនិងកុមារចំនួន100នាក់ដែលស្ថិតនៅជាប់នឹងដើមអំពិលបារាំងនេះគឺដើមច័ន្ទគិរីដែលសាកសពក្មេងទាំងនោះគឺត្រូវពេជ្ឈឃាតនឹងសម្លាប់ដោយបោកនឹងគល់ឈើហើយរណ្ដៅសាកសពមួយទៀតនឹងមានចំនួន166នាក់ដែលសាកសពទាំងនោះគឺសុទ្ធតែពុំមានក្បាលទេនៅឆ្នាំ1980
ពេលដែលអ្នកភូមិបានវិលត្រឡប់មកវិញគេបានមកមើលទីកន្លែងពិឃាតនេះគឺមានទស្សនវិជ្ជាស្ងាត់ជ្រងំមានក្លិនអាសោចឆ្អាបទៅដោយក្លិនឈាមហើយនៅក្នុងឆ្នាំ1989នៅកន្លែងដដែលនេះគឺបានប្រែក្លាយទៅជាមជ្ឈមណ្ឌលជាតិសម្រាប់ថែរក្សាទុកនៅផុតតាំងនៃអំពើកាប់សម្លាប់មនុស្សយ៉ាងព្រៃផ្សៃនិងអយុត្តិធម៌ពីសំណាក់ខ្មែរក្រហមលលាដ៍ក្បាលប្រហែលជា5000ត្រូវបានគេតម្កល់នៅក្នុងស្ទូបកម្ពស់ប្រមាណ30ម៉ែត្រទទឹង20ម៉ែត្រអ្នកទេសចរជាតិនិងអន្តរជាតិដែលមកដល់ទីនេះមិនថាគេឬមួយក៏ខ្ញុំនោះទេតែងតែសង្វេគអាណិតទៅដល់ជនរងគ្រោះដែលត្រូវបានពួកខ្មែរក្រហមធ្វើទរណកម្មនិងសម្លាប់យ៉ាងឃោរឃៅយ៉ាងដូចនេះហើយចំពោះនៅក្នុងបរិវេណសារមន្ទីរវាលពិឃាតជើងឯកនេះផងដែរក៏មានសាលពិព័រណ៍មួយដែលដាក់តាំងនៅរូបថតមេគុកទូស្លែងដែលឈ្មោះថាកាំងកាអ៊ីវហៅដុចនិងមេខ្មែរក្រហមជាច្រើននាក់ទៀតផងដែរហើយរួមមានសម្លៀកបំពាក់របស់ពួកខ្មែរក្រហមឧបករណ៍ធ្វើទរណកម្មនិងសម្លាប់មនុស្សព្រមទាំងមានសាលភាពយន្តដែលសម្រាប់ចាក់បញ្ចាំងនៅភាពយន្តឯកសារស្ដីពីរបបវាលពិឃាតខ្មែរក្រហមដល់ភ្ញៀវបានទស្សនាផងដែរអរគុណប្រិយមិត្តទាំងអស់គ្នាដែលបានតាមដានស្ដាប់និងបានទស្សនាវីដេអូនេះ